សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមករៀនអំពីមូលដ្ឋានគ្រឹះរបៀបសម្រួលប្រភាគអញ្ចឹងកន្លែងប្រភាគហ្នឹងវាមាន 0.0012 យើងអាចសរសេរ12គុណនឹង10ស្វ័យគុណប្រមាណស្វ័យគុណ4គឺខាងក្រោយក្បៀសមាន4ខ្ទង់យើងលើកទៅជាស្វ័យគុណគុណនឹង10ស្វ័យគុណ10លើ3គុណនឹង10ស្វ័យគុណដក2តមកទៀតមកយើងអាចទៅសេថា12គុណនឹង10អញ្ចឹង10គុណ10ហ្នឹងមាន2ដកគោលដូចគ្នាយើងដាក់គោលទៅមួយយកនីតុសន្នដកនីតុសន្នអញ្ចឹងដក4ដក10យើងបានដក14ព្រោះដកបានបូកបាន3គុណនឹង10ស្វ័យគុណដក2តមកយើងស្មើតទៀតមក12ចែកនឹង3បានប្រមាណអញ្ចឹង12ចែក3បាន4អញ្ចឹងបាន4យើងទៅសេលេខ4មកគុណនឹង10គុណនឹង10ស្វ័យគុណដក14បន្តមកទៀត10នេះយើងបោះទៅបាន10ដក2បោះទៅខាងលើបានបូក2តមកទៀតយើងបានសេលេខ4គុណនឹង10អញ្ចឹងប្រមាណវិធីគុណ10គោលដូចគ្នាដក14បូក2យើងប្រើប្រមាណវិធីដកអញ្ចឹង14ដក2វាស្មើនឹងដក12តមកយើងមើលកន្សោម3តទៀតមកគឺ3.14គុណនឹង10ស្វ័យគុណដក7ចែកនឹង0.3.14អញ្ចឹង3នេះរំកិលក្បៀសមួយខ្ទង់ទៅយើងបាន3.14កិលក្បៀសមួយខ្ទង់យើងបាន10ស្វ័យគុណដក1បងកិលក្បៀសថយក្រោយបានមួយខ្ទង់ដក1គុណនឹង10ស្វ័យគុណដក2តមកស្មើ3.14 និង 3.14 នោះយើងអាចសម្រួលគ្នាបានអញ្ចឹងវានៅសល់10ដក7លើ10នេះយើងអាចសំដែងទូទាត់វាហើយមកបានដក3ដក1ដក2បានដក3អញ្ចឹងវាស្មើនឹង10ស្វ័យគុណដក7គុណនឹង10ស្វ័យគុណបូក3យកដកបោះទៅដូរសញ្ញាតមកវាស្មើនឹង10ស្វ័យគុណដក4